ខ្ញុំរៀបចំខ្លួនរួចជាស្រេចមុនចូលគេងយប់នេះខ្ញុំពិតជានឿយហត់ណាស់ថ្ងៃនេះពិតជារវល់ខ្លាំងណាស់ខ្ញុំបានបញ្ចប់ការងាររបស់ខ្ញុំងូតទឹកដុសធ្មេញលាងមុខប្ដូរខោអាវខ្ញុំមានអារម្មណ៍ល្អធូរស្បើយច្រើនខ្ញុំទំរេតខ្លួនគេងទៅលើគ្រែខ្ញុំបិទភ្នែកដកដង្ហើមវែងបន្ទប់មានសភាពស្ងប់ស្ងាត់ខ្ញុំបិទភ្លើងបន្ទប់ខ្ញុំមានអារម្មណ៍សុខស្រួលខ្ញុំរៀបចំខ្លួនរួចរាល់សម្រាប់ចូលគេងមុនម៉ោងនៅយប់នេះខ្ញុំត្រូវការឲ្យរាងកាយនេះបានសម្រាកភ្នែកទាំងពីររបស់ខ្ញុំកំពុងបិទសន្សឹមខ្ញុំមានអារម្មណ៍សុខស្ងប់គ្រប់យ៉ាងល្អប្រសើរខ្ញុំសូមអរគុណថ្ងៃនេះដែលជាថ្ងៃដ៏ល្អបំផុតខ្ញុំបានរៀនអ្វីថ្មីជាច្រើនខ្ញុំបានជួយខ្ញុំបានធ្វើកិច្ចការល្អបំផុតខ្ញុំពិតជាមានមោទនភាពចំពោះអំពើល្អរបស់ខ្ញុំថ្ងៃស្អែកគឺជាថ្ងៃដ៏ល្អខ្ញុំនឹងក្រោកពីគេងលឿនព្រោះបានគេងលក់ស្កប់ស្កល់ខ្ញុំអាចធ្វើកិច្ចការបានកាន់តែល្អរហ័សជោគជ័យខ្ញុំនឹងរក្សានៅការគិតវិជ្ជមានខ្ញុំមានទំនុកចិត្តនិងជឿជាក់លើសេចក្តីល្អខ្ញុំអាចសម្រេចផែនការខ្ញុំកាន់តែមានសុខភាពផ្លូវកាយផ្លូវចិត្តរឹងមាំឡើងខ្ញុំរីកចម្រើនជារៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តជាមួយនឹងការរីកចម្រើនរបស់ខ្ញុំសូមអរគុណដល់កូនខ្ញុំអរគុណដល់គ្រួសារមិត្តភ័ក្តិមិត្តរួមការងារនិងមនុស្សទាំងឡាយខ្ញុំអរគុណសុខភាពអរគុណផ្ទះអរគុណឡានអរគុណវត្ថុរបស់របរសពយ៉ាងខ្ញុំអរគុណគ្រប់ដង្ហើមចេញចូលគ្រប់វិនាទីអរគុណជីវិតនេះខ្ញុំរក្សាភាពស្ងប់ស្ងាត់និងបណ្ដោយឲ្យភាពតានតឹងចាកចេញទៅខ្ញុំបណ្ដោយឲ្យការបារម្ភទាំងឡាយរលាយចេញទៅខ្ញុំលើកលែងទោសដល់ខ្លួនឯងខ្ញុំលើកលែងទោសដល់អ្នកទាំងឡាយខ្ញុំជ្រើសរើសភាពស្ងប់ស្ងាត់សន្តិភាពសុភមង្គលក្តីសង្ឃឹមខ្ញុំជ្រើសរើសធ្វើអំពើល្អនិងអំពើបុណ្យកុសលខ្ញុំជ្រើសរើសទំនុកចិត្តខ្ញុំជ្រើសរើសក្តីសង្ឃឹមព្រោះខ្ញុំជ្រើសរើសព្រះជាម្ចាស់ខ្ញុំមានអារម្មណ៍ពោរពេញដោយក្តីសង្ឃឹមខ្ញុំមានអារម្មណ៍សុខសុវត្ថិភាពកក់ក្ដៅអារម្មណ៍ពោរពេញដោយក្តីមេត្តាក្តីស្រឡាញ់ផ្អែមល្ហែមទន់ភ្លន់ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃថ្មីនឹងក្លាយទៅជាថ្ងៃដ៏ល្អបំផុតជីវិតខ្ញុំពោរពេញដោយព្រះពរពីព្រះជាម្ចាស់ខ្ញុំជឿជាក់ស្មោះស្ម័គ្រជ្រះថ្លាបូជាថ្វាយសពយ៉ាងដល់ព្រះម៉ែជាម្ចាស់ព្រះសិវ៉ាដោយការបដិបត្តិប្រកបដោយជំនឿដំណើរជីវិតខ្ញុំសុខចម្រើនខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃស្អែកពិតជាថ្ងៃដែលប្រកបដោយព្រះពរខ្ញុំជ្រះថ្លាបូជាថ្វាយនិងបម្រើទ្រង់សពយ៉ាងខ្ញុំមានសតិដឹងដួងព្រលឹងខ្ញុំមានព្រះវត្តមានរបស់ព្រះម៉ែជាម្ចាស់ព្រះសិវ៉ាខ្ញុំ
ទទួលបានព្រះពរជ័យពីទ្រង់ខ្ញុំនៅតែបន្តជ្រះថ្លាបូជាថ្វាយស្នេហាជំនឿនិងបម្រើទ្រង់ខ្ញុំនៅតែទទួលពន្លឺរួចរំដោះពីទ្រង់ខ្ញុំនឹងមានស្នាមញញឹមព្រះជាម្ចាស់លើផ្ទៃមុខរបស់ខ្ញុំគ្មានអ្វីអាចមកបំបែកខ្ញុំពីទ្រង់បានឡើយខ្ញុំរស់នៅលើលោកីជីវិតលោកីទោះមានហេតុអ្វីកើតក៏ខ្ញុំនៅតែអាចឆ្លងកាត់បានដោយអំណាចព្រះពរពីព្រះជាម្ចាស់ការបដិបត្តិរឿយបាននាំឲ្យខ្ញុំនៅជាមួយទ្រង់គ្រប់ដង្ហើមចេញចូលខ្ញុំជឿជាក់លើផែនការរបស់ទ្រង់ខ្ញុំមិននៅស្ងៀមឡើយខ្ញុំតែងតែមានភាពទំនេរនៅក្នុងភាពរវល់ជានិច្ចជីវិតខ្ញុំដំណើរទៅប្រកបដោយព្រះវត្តមានព្រះជាម្ចាស់គង់នៅខ្ញុំសូមជ្រះថ្លាបូជាថ្វាយរូបកាយជីវិតនិងលទ្ធផលសពយ៉ាងជាដង្វាយដល់ព្រះម៉ែជាម្ចាស់ទាំង3អង្គមានព្រះម៉ែសារាស្វាទីព្រះម៉ែមហាលក្ស្មីព្រះម៉ែដុលកាទេវីព្រះស៊ីវ៉ានិងគុណលោកគ្រូម៉ៅច័ន្ទសំណុំខ្ញុំលើកបូជាថ្វាយទ្រង់សពយ៉ាងហើយពេលនេះរូបកាយខ្ញុំទាំងមូលកំពុងស្រាលហាក់បីដូចជាកូនង៉ែតដ៏តូចល្អិតស្ថិតក្នុងរង្វង់ព្រះហស្ថរបស់ព្រះម៉ែជាម្ចាស់ទ្រង់ថ្នាក់ថ្នមបីបំលួងលោមឲ្យរូបកាយនិងដួងវិញ្ញាណរបស់ខ្ញុំសែនកក់ក្ដៅ